ត្រីស្រេងគង់ផ្ដល់ជូនលោកអ្នកនៅប្លង់រឹងជំរឿដល់ឆ្លាតវៃជ្រើសរើសមជ្ឈមណ្ឌលការិយាល័យ V-Trust V-Trust, a trusted office solution. គង់រស្មីកាត់ដេរអន្តរជាតិឈានមុខគេក្នុងការច្នៃម៉ូដសម្លៀកបំពាក់បុរសស្ត្រីគ្រប់កម្មវិធីបាទខ្ញុំបាទជួនធូជាមួយបណ្ឌិតគួយទ្វីបានត្រឡប់មកសារជាថ្មីនៅក្នុងប្រធានបទគិតធំដែលជាសញ្ញាបៀទី1របស់ Donald Trump បច្ចុប្បន្នជាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែកាន់ប៊ិចសញ្ញេនៅសេតវិមានបាទលោកបណ្ឌិតTrump ចេះតែបខំគេគិតធំហើយមានសភៅជាច្រើន Robert ក៏អញ្ចឹងដែរសរសេរមកហើយមានបងប្អូនយើងខ្លះទៀតថាពួកនឹងចេះតែមកបំផុសបំផុលធ្វើឲ្យគេនឹងបរាជ័យព្រោះអីគេគិតធំតាមហើយគេហ៊ានដល់គេហ៊ានគេធ្វើទៅខាតអញ្ចឹងអាអ្នកដែលក្នុងមនុស្ស100នាក់ធ្វើទៅចំណេញជោគជ័យបានតែម្នាក់ហ្នឹងអញ្ចឹងអា99នាក់វាបរាជ័យបាត់ហើយអញ្ចឹងកំណត់ Donald Trump គិតធំហ្នឹងអញ្ចឹងមានន័យស្អីទៅRobert គាត់ប្រាប់ បាទ ខ្ញុំអត់ឃើញ Trump និយាយទេខ្ញុំឃើញ Robert ប្រាប់វិញ បាទ Robert ថាបើអ្នកមានលុយកុំអានរស៊ី បាទមានន័យថាបើអ្នករស៊ីម៉ាំងអាលាយ បាទ ងឹតឆឹង បាទ ចឹងទុកលុយសិនហើយរៀនខ្ញុំភ្លេចទៅរៀនដូចធំតូច3ឆ្នាំខ្ញុំភ្លេចឆ្នាំណា បាទ 3 4 5ឆ្នាំចុះចន្លោះហ្នឹង បាទ Robert គាត់ប្រាប់អញ្ចឹងកាលខ្ញុំនៅជាកបី បាទ ខ្ញុំងឹតឆឹងអត់ដឹងអីទាំងអស់ខ្ញុំអានសូក្រាតអារីស្តូតផ្លាតុងស៊ីសេរុងសាំងអូស្តាំងហប់ឡុករ៉ូសូម៉ុងទីជើនីកូឡូម៉ាក់ស្វែលចនរ៉ូរូបែរណូហ្សិកម៉ាថ្នាក់គុនទីលេនីនកាឡាម៉ាក់ខ្ញុំអានអ្នកប្រាជ្ញអស់នោះខ្ញុំគិតស៊ីងប៊ីកដែរប៉ុន្តែប៊ីកទៅរឿងនោះ បាទ ប៊ីករឿងវិជាសាស្ត្រសង្គមនោះ បាទ ប៉ុន្តែលុយដូចគោអញ្ចឹងងឹតឆឹងគោងឹតមិនយើងងឹតអញ្ចឹង បាទអត់ដឹងថាគេធ្វើមិនបានលុយ ហ្នឹងក៏បីងឹតឆឹង បាទ ខ្ញុំដូចក៏បី បាទ ប៉ុន្តែហើយក្រោយពីផ្លាស់ប្ដូរមកអាន Robert អាន Trump មកបានដឹងថាអូប្រហែលឆ្នាំមុនយើងក៏បីសោះ ប៉ុន្តែចំណប្រហែលឆ្នាំមុនហ្នឹងខ្លាយជាបណ្ឌិតហើយនៅដែលឬថាបណ្ឌិតគេថាបណ្ឌិតគឺអ្នកចេះដឹងសពបែបយ៉ាងហើយបើគេហៅថាបណ្ឌិតហ្នឹងមិនបានលោកសាស្ត្រាចារ្យថារៀនដល់បណ្ឌិតទេថាកបីវិញ ក៏បីហិរញ្ញវត្ថុ កបីហិរញ្ញវត្ថុមិនទៅ បាទដូចកូនក្មេងអញ្ចឹងកូនក្មេងខាងហិរញ្ញវត្ថុមានន័យថានឹងរៀនចេះមិនបណ្ឌិតមិនចេះទាំងអស់ណាចេះទាំងអស់មានអាទីទេបានចេះទាំងអស់ បាទ នឹងទៅបណ្ឌិតគេពលូតខួរពី12ឆ្នាំ4ឆ្នាំ2ឆ្នាំទៀតអនុបណ្ឌិត3ឆ្នាំទៀតបណ្ឌិត21យាឡើងយាខួរគេពលូតទៅជំនាញវិស័យមួយមានចេះអស់ទេនៅលើផែនដីនេះមានជំនាញច្រើនណាស់មានតែអាទីទេទេជាអ្នកបង្កើតរឿងទាំងអស់ហ្នឹងចេះអស់ យើងគាត់រៀនទៅលើច្បាប់ធម្មជាតិហើយច្បាច់យកមកទូចមួយនៅក្នុងចំណោមចំណេះដ៏មហាសាលចឹងបណ្ឌិតមិនមែនចេះទាំងអស់ចេះទូចមួយហ្នឹងទូចក្នុងវិស័យហ្នឹងតែគាត់ចេះជ្រើក្នុងវិស័យហ្នឹងតែដល់ក្នុងវិស័យហិរញ្ញវត្ថុក៏បីសោះនឹងអត់យល់អីទាំងអស់ទៅដល់ពេលយើងដូរខួរហើយបានយើងដឹងថាលើកមុនក៏បីសោះហើយដល់ចឹងយើងនឹកឃើញដល់មនុស្សទូទៅដែលអត់បានតន់ផ្លាស់ប្ដូរខួរនោះ បាទ ដូចគ្នាបាទ តែខ្ជិលប្រើពាក្យ អានេះជួនកាលខ្ញុំឃើញថាគាត់មានមោទនភាពដែរតាដោយសារគាត់បានសញ្ញាបត្រខ្ពង់ខ្ពស់គេហៅជាងារជាបណ្ឌិតជាអីថាតួនាទីអីខ្ពង់ខ្ពស់អីច្រើនដែរណាអញ្ចឹងក៏គេមានមោទនភាពដែរតាលោកបណ្ឌិតណែហ្នឹងមោទនភាពរបស់គេទៅប៉ុន្តែខ្ញុំអត់ចង់និយាយរឿងហ្នឹងទេខ្ញុំចង់និយាយតែរឿងចំណេះហិរញ្ញវត្ថុ បាទ មនុស្សពេញដីដូចកូនក្មេងអញ្ចឹងខាងហិរញ្ញវត្ថុ បាទ ហើយដឹងនិយាយទៅមនុស្សទាំងអស់សឹមមានលទ្ធភាពសិងប៊ិកទាំងអស់ខាងហិរញ្ញវត្ថុដូចយើងសិងខាងជំនាញផ្សេង small ឯយូ big ជំនាញយើងប៉ុន្តែអាដតីទៀតយើងងឹត បាទ ដល់ពេលសិង big ទាំងនេះគឺសិង big ហិរញ្ញវត្ថុ បាទ អញ្ចឹងខាងហិរញ្ញវត្ថុយើងល្ងឹតប៉ុន្តែយើងសិង big រឿងផ្សេងព្រោះយើងអ្នកនេះដល់បណ្ឌិតនេះអ្នកនេះបណ្ឌិតនេះគេគិតធំដល់ បាទសុំបន្ថែមបន្តិចមិញ Robert ឆ្លើយនឹងសំណួរផ្ចាញ់មិញ Robert ឆ្លើយថាម៉េចសុំឲ្យលោកបណ្ឌិតសង្ខេបបន្តិចទៀត
គាត់ឆ្លើយថាមិនRobertឆ្លើយសំណួរផ្ចាញ់មិញថាគិតធំហើយអាអ្នកគិតធំទៅរស់ស៊ីបរាជ័យអស់99ហ្នឹងជោគជ័យតែមួយហ្នឹងយកជាសាច់ការមិញកើត Robert ថាមកពីល្ងឹតដូចកបីនិយាយឲ្យស្រួលស្ដាប់ហើយទៅរស់ស៊ីបើដូចកបីឲ្យទៅរស់ស៊ីទៅមិនអាលាយទៅមិនអាលាយ អញ្ចឹងមានន័យថាគិតធំហ្នឹងអត់តាន់គ្រប់ទេ គិតគិតធំយល់ធំហើយចេះអានឹងទៀត មានន័យថាគិតធំយល់ឲ្យចេះអានឹងទៀតអាវិធីសាស្ត្រដែលត្រូវដើរទៅនឹងទៀត បាទចេះពិភពហិរញ្ញវត្ថុទាំងមូលហើយចេះជំនាញរបស់ខ្លួនទៀត បាទ ឧទាហរណ៍ឥឡូវយើងសង់អាគារមួយអស់500000អង្គស៊ីញើយើងមកបុគ្គលិកយើងមកប្រាប់យើងថាអស់500000ហើយយើងចេញលុយ500000ទៅព្រោះវាអស់500000 បាទ ហើយយើងជាម្ចាស់អចលនទ្រព្យម្ចាស់គម្រោងវិនិយោគហ្នឹងឲ្យអត់ដឹង បាទ តាមពិតអស់25000 បាទ ឧទាហរណ៍ បាទ ហើយគេមកប្រាប់យើង500000អញ្ចឹងយើងជាម្ចាស់អចលនទ្រព្យត្រូវដឹងថាអាគារហ្នឹងអស់ប្រមាណដែកអស់ប្រមាណស៊ីម៉ង់ប្រមាណការ៉ូប្រមាណហ្វីប្រូប្រមាណថ្នាំលេបប្រមាណអិតប្រមាណគុណលុយចូលនេះយើងឃើញចំនួនតម្លៃអាគារហ្នឹងពលកម្មរបស់អ្នកធ្វើអស់ប្រមាណអញ្ចឹងយើងឃើញប៉ុន្តែអ្នកស៊ីពីលើយើងគេមានអញ្ចឹងណាគេមកប្រាប់យើងថាអស់តែ25000នេះគេមកប្រាប់យើង50000អញ្ចឹងយើងអត់ចេះអាហ្នឹង បាទ យើងរស់ស៊ីអាហ្នឹងហើយយើងអត់ចេះអាហ្នឹងយើងមិនអាលាយ បាទ អញ្ចឹងបានជា Robert ថាហើយបើរស់ស៊ីអាហ្នឹងហើយខួមើលល្ងឹតហិរញ្ញវត្ថុចេះអាហ្នឹងយើងមិនមែនចេះអស់យើងពឹងមនុស្សឲ្យធ្វើប៉ុន្តែយើងជាម្ចាស់យើងត្រូវដឹងអាហ្នឹង បាទ ប៉ុន្តែបើយើងដឹងតែរឿងហ្នឹងតែមួយយើងអត់ដឹងទីផ្សារហិរញ្ញវត្ថុទីផ្សារលុយទីផ្សារវិនិយោគអញ្ចឹងយើងមិនងាប់បាត់ដឹងតែប៉ុណ្្នឹងមួយទៀតយើងបើកធ្វើតែប៉ុណ្្នឹងរហូតលុយទាំងតោននៅលើពិភពលោកយើងមើលវាមិនឃើញអញ្ចឹងយើងធ្វើតែប៉ុណ្្នឹង បាទ ហើយអញ្ចឹងលុយតែប៉ុណ្្នឹងទោះបីជោគជ័យដល់ជោគជ័យតែប៉ុណ្្នឹង បាទ អញ្ចឹង Robert បានចម្លើយរបស់ Robert ថារៀនសិនបើមានលុយក៏ដោយកុំអាលទៅរកស៊ី បាទ រៀនហើយឲ្យក្បាលហិរញ្ញវត្ថុបានចេញដំណើរទៅឌូគាត់បើពាក្យខ្លីឌូ បាទ ធ្វើ រៀនចុះគេរៀនមហាវិទ្យាល័យរៀនដល់បណ្ឌិតចេញពីសាលាអីមកអាហ្នឹងរៀនអីតា Robert រៀន9ខែ Robert រៀននៅបណ្ឌិតសភាយោធាក្រោយមកគាត់ទៅរៀនខាងវិស័យ business រស់ស៊ី បាទ រៀន9ខែគាត់ឈប់រៀនគាត់បោះបង់សាលា រៀនហ្នឹងរៀននៅក្នុងសាកលវិទ្យាល័យក្នុងសាលាឬក៏រៀនជាក់ស្ដែងរៀនបណ្ឌិតចង់និយាយថាថាឲ្យរៀនឲ្យចេះហ្នឹងកែសំខាន់សម្ដៅគាត់ថារៀន មានរៀន អនុវត្តជាក់ស្ដែងទេ មានរៀនសាលាទេសាលាខ្ញុំប្រាប់ថា Robert រៀន9ខែឈប់នោះដោយសារកបីពងៀនគាត់អញ្ចឹងចុងទីបំផុតគាត់ទៅជាកបីដែរ បាទ ហើយកម្មវិធីកបី បាទ ហើយសភៅកបីសរសេរអញ្ចឹងរៀនចប់គាត់បានសញ្ញាបត្រមួយគឺសញ្ញាបត្រកបីអញ្ចឹងគាត់ទោះបីគាត់ទៅរៀនខាងជំនាញហិរញ្ញវត្ថុសភៅហិរញ្ញវត្ថុពេញបណ្ណាល័យសភៅអចលនទ្រព្យពេញបណ្ណាល័យសហគ្រិនពេញបណ្ណាល័យវិនិយោគទុនពេញបណ្ណាល័យសភៅអស់នេះខ្ញុំធ្លាប់អានណាអានហើយខ្ញុំកបីដែរហ្នឹង បាទ ហើយអញ្ចឹងពេល Robert ទៅរៀននៅសាលាRobert យល់ថាកបីពងៀនសភៅកបីកម្មវិធីកបីគាត់រៀន9ខែប៉ុន្តែគាត់មិននិយាយភាសាអញ្ចឹងពេកដូចខ្ញុំទេខ្ញុំនិយាយឲ្យស្រួលស្ដាប់សុំទោសអាគាត់ស្ដាប់ប៉ុន្តែស្រួលយល់ ស្រួលយល់បាទ ស្រួលយល់ភាសាខ្លះអាគាត់ស្ដាប់ដោយត្រាំបានអញ្ចឹងត្រាំនិយាយអាគាត់ស្ដាប់គេខឹងគាត់ ខឹងបាទ បាទប៉ុន្តែត្រង់ភាសាត្រង់ស្រួលយល់សុំបីអាខ្ញុំក៏កបីដែរខ្ញុំរៀនហើយខ្ញុំកបីហ្នឹង បាទ តែដល់ខ្ញុំអាន Robert ហើយអានត្រាំបានខ្ញុំឈប់កបីមើលធ្លុះទៅអូ បានដឹងពីពិភពហិរញ្ញវត្ថុយ៉ាង បាទ ម៉េច ហើយបានដឹងថាអូពីមុនកបីសោះអញ្ចឹងមនុស្សដទៃដែលអត់ទាន់បានអាន Robert អត់តាមអានត្រាំដូចតែខ្ញុំអញ្ចឹងលើកមុន បាទឥឡូវដល់សល់ពេលប្រហែលជា5នាទីទៀតលោកបណ្ឌិតការគិតរបស់លោកត្រាំហ្នឹងយើងបញ្ចប់បានទេក្នុងរយៈពេលប្រហែល5នាទីហ្នឹងតែបញ្ចប់មើលមានអីត្រូវបន្ថែមទេលោកបណ្ឌិតបាទ ខ្ញុំត្រាំគាត់សរសេរSing Big សភៅមួយក្បាល បាទ ឥឡូវខ្ញុំយករកកន្លែងសង្ខេបឲ្យខ្លីតែយើងអត់យើងមានចំណុចមួយទៅបកស្រាយព្រោះត្រាំនិយាយវាប្លែកហើយវាជ្រៅតែសង្ខេបសិនប្រាប់ បាទ
សង្ខេបថាត្រាំចង់និយាយថាវគ្គហ្នឹងមនុស្សគាត់ think big គាត់ចូលចិត្តគិតធំហើយជាក់ស្ដែងគាត់គិតធំអញ្ចឹងមានហើយគាត់ថាតែមនុស្សភាគច្រើនពេញដីគិតទូចតែគាត់ចង់ថាបើបដូរការគិតនឹងមកវិញមនុស្សគាត់មិនមែនខ្លួនគាត់ទេមនុស្សពេញដីហ្នឹងបើបដូរការគិតកុំគិតអញ្ចឹងទៀត think big ដូចតែគ្នាហ្នឹងគាត់ថាលើកនេះមនុស្សឈួតយើសួរស្ដាប់ពួកសមភាពនៃខួរក្បាលវាស្មើគ្នាមានណាអស្ចារ្យជាងណាបាទអញ្ចឹងមនុស្សពេញដីអាច think big ដូចតែគាត់បាទហើយប៉ុន្តែមិនពួកហ្នឹងព្រម think big think small វាត្រូវការ train ខួរយូរវា big ហើយមុនវងវា small ដូចតែគ្នាហ្នឹងហើយគិតមុនវងនិយាយអញ្ចឹងគិតមិនទៅ big គិតមិនទៅណោះបាទ train យូរវា big បាទហើយបដោតទៅលើអាណាមួយគិតកាន់ឃើញធំទៅហើយបានគាត់លើកប៉ាហើយពួកមនុស្សទាំងអស់ហ្នឹងគាត់ខ្លាចហើយ3ខ្លាចទី1ខ្លាចជោគជ័យខ្លាចទី2ខ្លាចធ្វើសេចក្តីសម្រេចចិត្តខ្លាចទី3ខ្លាចឈ្នះ3ខ្លាចហ្នឹងធ្វើឲ្យមនុស្សពិការពេញដីពិការទាំងផ្លូវចិត្តផ្លូវអារម្មណ៍និងពិការទាំងរាងកាយអញ្ចឹងរាងកាយអត់កម្រើកទេនៅពេញផ្ទះនៅគ្រប់ផ្ទះអង្គុយដកកមើលពួកអ្នកសេដ្ឋីធំធ្វើហើយពិភពអចលនទ្រព្យពិភពលុយហ្នឹងទៅជាពិភពរបស់ពួកអស់ហ្នឹងទៅវិញពួកហ្នឹងអង្គុយប្រមូលលុយមកកម្ពុជាមកពិភពលោកអញ្ចឹងដែលធ្វើឲ្យពួកហ្នឹងមានព្រៀបមិនបើមនុស្សងើបប្រហប់លៀនអ្នកពួកហ្នឹងមិនបានតែឯងអញ្ចឹងដល់ពេលមនុស្សក្រាក់ពេញដីទៅដល់ទៅនៅសល់ពួកហ្នឹងប្រមូលមកកម្ពុជាតែឯងប្រមូលមកពិភពលោកតែឯងបាទអាហ្នឹងរបៀបថាត្រីមកបឹងមាន100ក្បាលត្រីដល់អ្នកចាប់តែម្នាក់2នាក់ណាហ្នឹងហើយបើសិនថាមនុស្ស100នាក់ទៅចាប់ទៅវាបានម្នាក់មួយដល់ពេល2 3នាក់អាហ្នឹងចាប់យកទាំងអស់ហ្មងហ្នឹងហើយប្រមូលមកបឹងតែឯងមកបឹងយកតែឯងហ្មងហ្នឹងហើយបាទអញ្ចឹងអរគុណលោកបណ្ឌិតដោយសារពេលវេលាក៏អស់ហើយអរគុណចំពោះការបកស្រាយទៅនឹងសំណួរផ្ចាញ់ផ្ចាល់មួយចំនួនដែលសួរផ្ចាញ់ទៅលោកត្រាំទេមិនផ្ចាញ់លោកបណ្ឌិតទេប៉ុន្តែលោកបណ្ឌិតគ្រាន់ថាឆ្លើយមកវិញឆ្លើយមកជួយពេលខ្លះរ៉ូបឺតអ្នកជួយឆ្លើយត្រាំណាបាទព្រោះសំណួរផ្ចាញ់ផ្ចាល់มันមានតែប៉ុណ្្នឹងទេនឹងមានច្រើនទៀតឲ្យលោកបណ្ឌិតមកជួបខ្ញុំលើកក្រោយទៀតនឹងមានសំណួរផ្ចាញ់ផ្ចាល់ជាច្រើនទៀតដើម្បីបញ្ច្រាស់ហើយដើម្បីឲ្យឆ្លើយបើឆ្លើយមកទទួលយកបានថាវាឆ្លើយត្រូវល្អអានឹងដូរចិត្តហ្មងដូរគំនិតទៅតាមណាគិតធំតាមហ្មងបើថាឆ្លើយអត់សមហេតុផលនៅតែគិតទូចទៅដែរបាទនឹងជាការនិយាយលេងផងសោកមែនផងមិនថាខ្ញុំទទួលស្គាល់បាទខ្ញុំទទួលស្គាល់ថាពួកខ្ញុំបានអានសភៅ Robert Kiyosaki ហើយក៏ធ្លាប់បង្វឹកផ្នត់គំនិតរបស់សហគ្រិនតាមដែលជាដូចជាមាន cash flow game Donald Trump គាត់បានបង្កើតហើយ Donald Trump ហ្នឹងក៏សរសេរសភៅជាមួយ Robert ហ្នឹងសភៅមួយក្បាលហ្នឹងសេចូលគ្នាបាទពីរក្បាលសេចូលពីរក្បាលហើយមានដូចជាសភៅថាtwo men one message គេថាបរោះ2នាក់ប៉ុន្តែសារតែមួយតែចំណងជើងធំដាក់ why we want you to be rich ហ្នឹងហើយហើយដែលយើងចង់ឲ្យអ្នកខ្លាចជាអ្នកមានបាទហើយបានចំណងជើងទូចដាក់ថា two men one message បរោះ2នាក់ចេញសារតែមួយបាទអានេះយើងបបខ្មែរចេញសារតែមួយបាទអញ្ចឹងអរគុណចំពោះការតាមដានទស្សនានៅពេលនេះខ្ញុំបាទជួនធូជាមួយបណ្ឌិតគួយធាវីជម្រាបលាពីទស្សនិកជនតែត្រឹមនេះជួបគ្នានៅសប្តាហ៍ក្រោយបាទ